នៅរុស្ស៊ីភេរវកម្មបំទុះគ្រាប់បែកអត្តឃាតមួយបានកើតឡើងល្ងាចថ្ងៃសៅរ៍ទី1សីហានៅភោជនីយដ្ឋានមួយកន្លែងកណ្ដាលទីក្រុងមូស្គូបើតាមតុល្យការបាថមមានមនុស្សយ៉ាងតិច3នាក់ស្លាប់និងរបួស21នាក់នេះបើយោងតាមគណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្មរុស្ស៊ីដែលបានបញ្ជាក់ថាជនបង្កជាស្ត្រីម្នាក់បើយោងតាមសារព័ត៌មានរុស្ស៊ីស្ត្រីជនបង្ករូបនេះបានព្យាយាមដើរចូលក្នុងភោជនីយដ្ឋានដោយបានអះអាងថាយកកាដូជូនភ្ញៀវរូបតែត្រូវសន្តិសុខបដិសេធនិងសុំឆែកឆេរជាមុនសិនស្រាប់តែពេលនោះគ្រាប់បែកកែច្នៃដែលផ្សំម្សៅ TNT ទម្ងន់ប្រមាណ1គីឡូក្រាមបានផ្ទុះដែលបានបណ្ដាលឲ្យស្ត្រីជនបង្កសន្តិសុខម្នាក់និងភ្ញៀវម្នាក់នៅក្បែរនោះបានស្លាប់បាត់បង់ជីវិតចំណែកអ្នករបួសទាំង21នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រពន្ធដដែលបានដឹងថាគោលដៅនៃអំពើភេរវកម្មនេះគឺចង់សម្ដៅសម្លាប់លោក Alexander Chaiko មេបញ្ជាការកងអវកាសរុស្ស៊ីដែលកំពុងរៀបចំពិធីខួបកំណើត55ឆ្នាំរបស់លោកនៅក្នុងភោជនីយដ្ឋាននេះប៉ុន្តែជាសំណាងល្អលោក Alexander Chaiko បានរួចផុតជីវិតនិងមិនបានរងរបួសឡើយរូបភាពវីដេអូដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមបង្ហាញពីក្រុមស៊ើបអង្កេតនិងក្រុមប៉ូលីសកោសល្យវិច័យបានចុះអន្តរាគមន៍នៅកន្លែងកើតហេតុដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃអំពើភេរវកម្មរហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះអំពើភេរវកម្មនេះឡើយប៉ុន្តែក្រុមស៊ើបអង្កេតរុស្ស៊ីបានដាក់ការសង្ស័យថានេះអាចជាស្នាដៃរបស់ក្រុមចារកិច្ចរបស់អ៊ុយក្រែនគិតចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើងនៅក្នុងឆ្នាំ2022មានមេបញ្ជាការកងទ័ពនិងមន្ត្រីជាន់ខ្ពស់រុស្ស៊ីជាច្រើនអ្នកត្រូវគេសម្លាប់ដោយអំពើភេរវកម្មបំទុះគ្រាប់បែកដូច្នេះក្រុងមូស្គូបានចោទប្រកាន់ក្រុមចារកិច្ចអ៊ុយក្រែនថាជាអ្នកនៅពីក្រោយការធ្វើឃាតមន្ត្រីជាន់ខ្ពស់រុស្ស៊ីទាំងនោះករណីខ្លះត្រូវបានភាគីអ៊ុយក្រែនប្រកាសទទួលស្គាល់ថាជាស្នាដៃរបស់ខ្លួនព្រោះជនទាំងនេះគឺជាអ្នកមានចំណែកដោយផ្ទាល់នៅក្នុងការធ្វើសង្គ្រាមឈ្នានីសអ៊ុយក្រែនគូជិបថានៅអំឡុងខែកក្កដាកន្លងទៅភាគីទាំងពីររុស្ស៊ីនិងអ៊ុយក្រែនបានវាយប្រហារយ៉ាងខ្លាំងក្លាកងទ័ពរុស្ស៊ីបានបាញ់មីស៊ីលបាល់លីស្ទិកជិត400គ្រាប់និងដ្រូនប្រមាណ5000គ្រឿងចូលទឹកដីអ៊ុយក្រែនដែលបានបណ្ដាលឲ្យមនុស្សស្លាប់និងរបួសច្រើនអ្នកចំណែកអ៊ុយក្រែនបានវាយប្រហារសងសឹករុស្ស៊ីដែលបានកំទេចមូលដ្ឋានយោធាទីតាំងយុទ្ធសាស្ត្ររុស្ស៊ីជាច្រើនកន្លែងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានឲ្យដឹងថាសហរដ្ឋអាមេរិកហើយនិងអ៊ីស្រាអែលបានព្រមព្រៀងគ្នាបញ្ឈប់ការវាយប្រហារដែលទើបតែកើតឡើងថ្មីលើអ៊ីរ៉ង់ហើយជាមួយនឹងសញ្ញាណបញ្ជាក់ថាកិច្ចព្រមព្រៀងដើម្បីបញ្ចប់នៅចំនួនអស់រយៈពេលជាច្រើនខែនេះនឹងឈានដល់ក្នុងពេលដ៏លឿនបំផុតតំបន់នេះកំពុងស្ថិតនៅក្រោមការព្រួយបារម្ភជើងហោះហើរនានាត្រូវបានពន្យាពីការវាយប្រហារបានកើតឡើងសារជាថ្មីទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេហរ៉ង់ដោះដូរការវាយប្រហារគ្នាក្នុងរយៈពេលចុងក្រោយនេះរៀងធ្ងន់ធ្ងរដោយរួមមានការវាយប្រហារទៅកាន់ហេដ្ឋារចនាសម្ព័ន្ធធម្មពលទៀតផងនោះលោកត្រាំបានសរសេរនៅក្នុងបណ្ដាញសង្គម Truth Social របស់លោកនៅថ្ងៃអាទិត្យទី2សីហាដោយលើកឡើងអំពីបញ្ហានៅក្នុងតំបន់មជ្ឈមបូព៌ានិងអ៊ីរ៉ង់ហើយលោកក៏បញ្ជាក់ថាលោកបានប្រាប់ឲ្យមានការបញ្ចប់ការវាយប្រហារពីព្រោះប៉ារ៉ាម៉ែត្រនៃកិច្ចព្រមព្រៀងអាចនឹងត្រូវបានយល់ព្រមអ៊ីរ៉ង់បានបដិសេធការអះអាងរបស់លោកដូណាល់ត្រាំនេះទៅវិញដោយថាទីក្រុងតេហរ៉ង់បានស្នើឲ្យសហរដ្ឋអាមេរិកអត់ធ្មត់ចំពោះការវាយប្រហារថ្មីដែលពួកគេបានធ្វើឡើងមន្ត្រីយោធាដែលត្រូវបានស្រង់មកផ្សព្វផ្សាយឲ្យដឹងថាការចោទប្រកាន់គ្មានន័យអ្វីនោះទេបើសិនវាគ្រាន់តែជាការកុហកតែប៉ុណ្ណោះមន្ត្រីយោធាអ៊ីរ៉ង់នោះបាននិយាយថាសម្រាប់អ៊ីរ៉ង់នៅក្នុងពេលនេះស្ថិតនៅក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ជានិច្ចហើយត្រៀមចំពោះភាពទៅរួចនៃការប្រយុទ្ធតទៀតក្នុងខណៈនេះផងដែរច្រកសមុទ្រអូម៉ូសដែលជាផ្លូវទឹកដ៏សំខាន់នៅក្នុងការផ្គត់ផ្គង់ថាមពលសកលត្រូវបានបន្តបិទហើយការដឹកជញ្ជូនត្រូវបានកាត់ផ្តាច់នៅក្នុងពេលនេះនៅសមុទ្រក្រហមទៀតផងដោយសារតែក្រុមកងជីបពលដែលគ្រប់គ្រងដោយអ៊ីរ៉ង់ស្គាល់ថាហ៊ូទីនៅយេម៉ែនបើកការវាយប្រហារទៅវិញទៅមកជាមួយនឹងប្រទេសអារ៉ាប៊ីសាអូឌីតដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកតើមានរឿងរ៉ាវអ្វីកើតឡើងនៅក្នុងសង្គ្រាម156ថ្ងៃនេះលោកត្រាំបានបង្ហោះនៅក្នុងបណ្ដាញសង្គមរបស់លោកថាសហរដ្ឋអាមេរិកបានដាក់ការត្រៀមរួចរាល់នៅក្នុងការវាយប្រហារអ៊ីរ៉ង់ប៉ុន្តែទីក្រុងតេហរ៉ង់ក៏ដូចជាបណ្ដាប្រទេសដទៃទៀតនៅក្នុងតំបន់មជ្ឈមបូព៌ាបានស្នើសុំឲ្យរុកលោកផ្អាកនៅការវាយប្រហារថ្មីមួយនេះលោកត្រាំបង្ហោះបន្ថែមទៀតថា
ផ្អែកលើសំណើនេះខ្ញុំក៏យល់ព្រមហើយអត្ថប្រយោជន៍អនាគតនៃពិភពលោកខ្ញុំបានគិតដល់ជាមួយនឹងភាពវាងវៃនិងការរស់រាននៃអ៊ីរ៉ង់មួយដ៏ជោគជ័យនិងមានវិបុលភាពយើងក៏សម្រេចនៅក្នុងការផ្អាកការវាយប្រហារទៅតាមអ្វីដែលអាចឈានដល់នៅកិច្ចព្រមព្រៀងដ៏រហ័សមួយលោកបន្តថាកិច្ចព្រមព្រៀងនោះនឹងរួមបញ្ចូលការបើកច្រកសមុទ្រអូម៉ូសពេញលេញនិងភ្លាមហើយនឹងបញ្ចប់ការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់លោកសរសេរបន្ថែមថាប្រទេសអ៊ីស្រាអែលនឹងចូលរួមជាមួយនឹងខ្ញុំនៅក្នុងការតាំងចិត្តមួយនេះយើងធ្វើការគ្រប់គ្នាហើយវានឹងធ្វើការដោយរួចរាល់លោកត្រាំហើយនឹងសេតាវិមានមិនបញ្ជាក់ថាតើកិច្ចព្រមព្រៀងនឹងមានអ្វីចងខ្លះនោះទេហើយនរណាកំពុងតែចរចាកិច្ចព្រមព្រៀងនេះប៉ុន្តែនៅលើគេហទំព័រព័ត៌មានអាស៊ីអស់បានរាយការណ៍ថាព្រះអង្គម្ចាស់មូហាម៉ាត់ប៊ីនសាម៉ារបស់អារ៉ាប៊ីសាអូឌីតបានមានបន្ទូលជាមួយនឹងលោកដូណាល់ត្រាំនៅថ្ងៃសៅរ៍ទី1សីហាបង្ហាញអំពីការព្រួយបារម្ភលើផែនការនៃការវាយប្រហារថ្មីប្រឆាំងនឹងអ៊ីរ៉ង់ព្រះអង្គម្ចាស់បានជំរុញឲ្យលោកត្រាំកាត់បន្ថយនិងមានការអត់ធ្មត់នៅក្នុងការបើកការប្រយុទ្ធបញ្ហាមួយផ្សេងទៀតដែលកើតឡើងនៅលើវ៉ាស៊ីនតោនគឺការរាយការណ៍អំពីការអស់ស្តុកគ្រាប់ហើយនឹងការស្ទាក់ដោយមីស៊ីល Patriot មជ្ឈមណ្ឌលសិក្សាអន្តរជាតិបានប្រមាណថាសន្និធិឬក៏ឃ្លាំងស្តុកឬក៏ការស្តុកទុកនៅ Patriot របស់សហរដ្ឋអាមេរិកមានការធ្លាក់ចុះប្រមាណជា2300គ្រាប់ឯណោះមុនសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ដែលនៅសល់ត្រឹមតែ827គ្រាប់សមាជិកប្រសិទ្ធិរបស់សហរដ្ឋអាមេរិកមកពីគណៈបកប្រជាធិបតេយ្យ Cleveland Holland បានប្រាប់ទៅកាន់សារព័ត៌មាន ABC មានមូលដ្ឋាននៅសហរដ្ឋអាមេរិកថាយើងមានការធ្លាក់ចុះនៅមីស៊ីស្ទែកហើយវាចាំបាច់នៅក្នុងការការពារកងទ័ពរបស់សហរដ្ឋអាមេរិកហើយយើងបានពង្រីកវាសម្រាប់ការប្រយុទ្ធសឹងតែជារៀងរាល់ថ្ងៃបើទោះបីជាការពិតថាវានឹងអាចកើតមានឡើងនៅចំនួនផ្សេងទៀតនៅជុំវិញពិភពលោកប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថាលោកឧត្តមសេនីយ៍ Dan Kern ដែលជាប្រមុខនៃនាយសេនាធិការរួមរបស់សហរដ្ឋអាមេរិកបានបង្កើននូវការព្រួយបារម្ភអំពីការធ្លាក់ចុះនៅការផ្គត់ផ្គង់នៅមីស៊ីស្ទែករបស់សហរដ្ឋអាមេរិកផងដែរហើយលោកត្រាំបានទាត់ចោលនៅការព្រួយបារម្ភនេះយ៉ាងណាមិញនោះទីក្រុងតេហរ៉ង់មិនបានឆ្លើយតបជាផ្លូវការទៅកាន់លោកត្រាំដែលនិយាយអំពីការព្យួរនៅផែនការនៃការវាយប្រហារឬការពិភាក្សាទៅលើកិច្ចព្រមព្រៀងនោះទេប្រមុខការពារជាតិស្ដីទីរបស់អ៊ីរ៉ង់ Majid Eid Araza បានមានប្រសាសន៍ថាទីក្រុងតេហរ៉ង់បានមើលឃើញអំពីការគំរាមកំហែងមកពីគូសត្រូវដែលជាការគំរាមកំហែងដែលអាចកើតមានពិតប្រាកដនិងទុកចិត្តថាវានឹងកើតឡើងបើទោះបីជាវាជាផ្នែកមួយនៃយុទ្ធវិធីចិត្តសាស្ត្រតែប៉ុណ្ណោះលោកបានបន្តថាយើងមិនធ្វើសកម្មភាពអសកម្មនោះទេទីក្រុងតេហរ៉ង់នឹងមើលឃើញការគំរាមកំហែងជាមូលដ្ឋាននៅក្នុងការបង្កើនការត្រៀមខ្លួនផ្នែកយោធានិងការពង្រឹងនៅការទប់ទល់និងការពង្រីកនៅសមត្ថភាពយោធារបស់យើងកាលពីសប្តាហ៍មុនលោករដ្ឋមន្ត្រីការបរទេសបាសអារ៉ាឃីរបស់អ៊ីរ៉ង់បានជជែកគ្នាជាមួយនឹងប្រមុខយោធារបស់ប៉ាគីស្ថាន Mazal Azimuni ក៏ដូចជារដ្ឋមន្ត្រីការបរទេសទូគី Hakan Fidan លោករដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan Azad នៅក្នុងការជួបដាច់ដោយឡែកពីគ្នាតាមរយៈទូរស័ព្ទដោយពិភាក្សារឿងរ៉ាវដូចគ្នាគឺហានិភ័យនៃការពង្រីកសង្គ្រាមបន្ថែមទៀតរបស់សហរដ្ឋអាមេរិកនោះជជែកជាមួយនឹងមូនីនិងហ្វីដានលោកអារ៉ាគីបានដឹងថាអ៊ីរ៉ង់បានឆ្លើយតបដោយមិនរុញរានៅក្នុងការឈ្លានពាននានាហើយពិភាក្សាអំពីសក្តានុពលនៃសកម្មភាពបំផ្លិចបំផ្លាញដោយសហរដ្ឋអាមេរិកហើយនឹងឥទ្ធិពលដែលវាអាចនឹងកើតឡើងមកកាន់ឈូងសមុទ្រអ៊ីរ៉ង់បានប្រមានក្រុងវ៉ាស៊ីនតោនប្រឆាំងជាមួយនឹងសកម្មភាពផ្សងព្រេងនានាហើយនិយាយថាខ្លួនគេនឹងសងសឹកដោយគ្មានរុញរាឡើយបើសិនជាកងទ័ពសហរដ្ឋអាមេរិកដើរតាមផ្លូវនៃការគំរាមកំហែងរបស់លោកត្រាំនិងការវាយប្រហារថ្មីទៀតមកលើគោលដៅអ៊ីរ៉ង់អារ៉ាគីបានប្រាប់ទៅកាន់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Faisal ឲ្យដឹងថាការវាយប្រហារនេះដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលគឺជាការចូលរួមដោយប្រទេសនៅក្នុងតំបន់ដែលជាសកម្មភាពត្រូវជួបជាមួយនឹងការឆ្លើយតបជាប្រភេទNoor News ដែលជាប្រព័ន្ធផ្សព្វផ្សាយមានទំនាក់ទំនងជាមួយនឹងក្រុមសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់បានរាយការណ៍ឲ្យដឹងថាការវាយប្រហាររបស់សហរដ្ឋអាមេរិកមកលើហេដ្ឋារចនាសម្ព័ន្ធថាមពលនឹងបង្កើតឲ្យមានការវាយប្រហាររបស់អ៊ីរ៉ង់ភ្លាមៗនៅអារ៉ាប៊ីសាអូឌីតហើយក៏នៅអារ៉ាប់រួមដែលជាទីតាំងដ៏ធំបំផុតនៃវាលប្រេងរបស់កាតានិងអ៊ីស្រាអែលហើយវានឹងក្លាយទៅជាផេផង់មកទល់ពេលនេះមិនទាន់មានការបញ្ជាក់ថាតើភាគីណាដែលបានជួយសម្របសម្រួលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលចំពោះការវាយប្រហារចុងក្រោយនេះប៉ុន្តែគេដឹងថាមហាអំណាចតំបន់រួមមានកាតាអារ៉ាប់អ៊ីម៉ារ៉េតទូគីហើយនិងប៉ាគីស្ថានបានព្យាយាមសង្កត់សហរដ្ឋអាមេរិកហើយនិងអ៊ីស្រាអែលឲ្យកាត់បន្ថយជម្លោះឲ្យត្រឡប់ទៅរកការចរចាការទូតដើម្បីបញ្ចប់សង្គ្រាម
យន្តការរីកតាហើយនិងប៉ាគីស្ថានត្រូវបានគេដឹងថាបានដាក់សុទ្ធិដ្ឋិនិយមដោយប្រុងប្រយ័ត្នអំពីការបន្តការជជែកគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដែលមានការជាប់គាំងរដ្ឋាភិបាលប៉ាគីស្ថានស្រង់តាមប្រភពអាណាដូលូនៃប្រទេសទូគីបានឲ្យដឹងយ៉ាងដូចនេះបើយោងទៅតាមប្រភពផ្សេងទៀតបានដឹងថាអ្នកសម្របសម្រួលទាំងអស់នេះបានមើលឃើញពីវឌ្ឍនភាពដ៏វិជ្ជមានទៅលើការបន្តការជជែកគ្នាកិច្ចព្រមព្រៀងចុងក្រោយដែលសម្របសម្រួលដោយឥស្លាមាបាតនិងដូហាបានកើតឡើងនៅក្នុងខែមិថុនាហើយកិច្ចព្រមព្រៀងនោះគឺសន្យានៅក្នុងការដោះស្រាយចំនួននៅច្រកសមុទ្រអូម៉ូសដែលជាច្រកប្រេងឆ្លងកាត់ 20% នោះប៉ុន្តែมันមានការចង្អុលបញ្ជាក់អំពីទីក្រុងតេរ៉ង់នៅក្នុងជំហរចុងក្រោយនេះទៅលើផ្លូវទឹកមួយនេះតទៅទៀតនោះទេសម្ព័ន្ធមិត្តអាមេរិកនិងលោកត្រាំនៅក្នុងតំបន់ឈូងសមុទ្របានបដិសេធយ៉ាងដាច់អហង្ការចំពោះការគ្រប់គ្រងច្រកសមុទ្រដោយអ៊ីរ៉ង់បន្ថែមពីនេះមានការព្រួយបារម្ភពីក្រុមហ៊ុនឧស្សាហកម្មថាមពលនានាដែលក្រុមហ៊ូទីបានប្រឡូកចូលទៅក្នុងសង្គ្រាមនៅឯសមុទ្រក្រហមទៀតផងដែលជាផ្លូវទឹកមួយទៀតឬក៏ផ្លូវទឹកបង្វៀងមួយទៀតដ៏សំខាន់មួយសហរដ្ឋអាមេរិកនៅក្នុងពេលនេះក៏បានដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ចំពោះការបំពាននៅផ្លូវទឹកមួយនេះហាមមិនឲ្យមាននាវាពាណិជ្ជកម្មត្រូវបានប្រើប្រាស់ដោយសេរីតទៅទៀតនោះឯសមាជិកសភារបស់ទីក្រុងតេរ៉ង់ជាច្រើនបានលើកឡើងថាផ្លូវទឹកអូម៉ូសនេះនៅតែត្រូវស្ថិតនៅក្រោមសិទ្ធិពេញលេញរបស់អ៊ីរ៉ង់